សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin នឹងនាំ storytelling មួយមកជូនអ្នកទាំងអស់គ្នាស្ដាប់ហើយ storytelling នេះគឺតាក់ទងនឹងករណីដ៏ចម្លែកមួយរបស់ Gloria គាត់ជាស្ត្រីម្នាក់ដែលមានអាយុ31ឆ្នាំហើយរឿងដែលគួរឲ្យរន្ធត់នោះគឺគាត់បានទទួលដំណឹងពីគ្រូពេទ្យថាគាត់គឺមានជំងឺមហារីកដំណាក់កាលចុងក្រោយហើយមានន័យថាគាត់មានពេលអាយុទៀតទេហើយ6សប្តាហ៍បន្ទាប់ពីគាត់បានទទួលដំណឹងនោះគឺមិត្តប្រុសរបស់គាត់គឺបានខលទៅ911ហើយសូមឲ្យគេបញ្ជូនឡានសង្គ្រោះបន្ទាន់មកភ្លាមដោយសារតែមិត្តស្រីរបស់គាត់គឺមានអាការៈអត់ស្រួលមែនទែនហើយនៅលើឡានពេទ្យគឺដោយសារតែ Glory គឺគាត់មានបញ្ហានៅក្នុងការដកដង្ហើមខ្លាំងពេកទៅពេទ្យហ្នឹងគឺបានប្រើប្រាស់បំពង់អុកស៊ីហ្សែនដើម្បីជួយដល់គាត់ហើយនៅពេលដែលទៅដល់មន្ទីរពេទ្យភ្លាមគេក៏បានរុញ Glory ចូលទៅក្នុងមន្ទីរពេទ្យហើយនៅពេលនោះគឺមានក្រុមគ្រូពេទ្យចេញមកជួយពួកគាត់ភ្លាមហើយក្រុមគ្រូពេទ្យដែលបានជួយសង្គ្រោះ Glory គឺដឹកនាំដោយគ្រូពេទ្យម្នាក់ដែលមានឈ្មោះថា Julie គឺជាដុកទ័រម្នាក់ដែលសំខាន់មែនទែននៅក្នុងការជួយសង្គ្រោះហ្នឹងហើយនៅពេលដែលគេបានឃើញ Glory ភ្លាមហ្នឹងគឺគេសង្កេតឃើញមានរឿងចម្លែកពីរទីមួយគឺគេបានធំក្លិនខ្ទឹមសចេញពីខ្លួនរបស់ Glory ហើយទីពីរទៀតគេក៏សង្កេតឃើញថាស្បែករបស់ Glory គឺសម្បូរខ្លាញ់មែនទែនតាំងពីលើក្បាលដល់ចុងជើងគឺស្បែករបស់គាត់ហ្នឹងគឺមានលាយឡំទៅដោយជាតិខ្លាញ់ចេញមកតែដោយសារតែ Glory គឺគាត់ស្ថិតនៅក្នុងស្ថានភាពដែលធ្ងន់ធ្ងរខ្លាំងហើយដោយសារតែបេះដូងគាត់លោតលឿនខ្លាំងពេកវាអាចនឹងឈប់ដំណើរការបានអញ្ចឹងគ្រូពេទ្យគឺអត់មានជំរើសទេបញ្ញាប្រើឧបករណ៍ដើម្បីឆក់បេះដូងរបស់ Glory ភ្លាមហើយនៅពេលនោះក៏មានគ្រូពេទ្យម្នាក់ហ្នឹងគាត់បានបូមឈាមរបស់ Glory ដែរហើយនៅពេលដែលឈាមរបស់គាត់ត្រូវបានបូមចេញមកក្រៅភ្លាមហ្នឹងនៅក្នុងបន្ទប់ហ្នឹងបែរជាអបទៅដោយក្លិនចម្លែកថ្មីមួយទៀតអញ្ចឹងក្លិននេះគឺដូចជាក្លិនសារជាតិគីមីមួយប៉ុន្តែគេក៏អត់ច្បាស់ដែរថាជាសារជាតិអីហើយបន្ទាប់មកទៀតពេទ្យម្នាក់ហ្នឹងគាត់ក៏បានយកឈាមហ្នឹងទៅឲ្យដុកទ័រ Julie ចឹងនៅពេលនោះគឺដុកទ័រ Julie គាត់បានកលេចមើលឈាមហ្នឹងហើយអ្វីដែលគាត់បានឃើញហ្នឹងគឺធ្វើឲ្យគាត់ភ្ញាក់ផ្អើលមែនទែនដោយសារតែនៅក្នុងឈាមហ្នឹងគឺមានកន្តិចគ្រីស្តាល់តូចៗពណ៌សហើយវានៅលាយឡំជាមួយនឹងឈាមរបស់ Glory ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់កាន់តែស្លូតទៀតហ្នឹងគឺគ្រូពេទ្យដែលទៅតែយកឈាមមកឲ្យគាត់ហ្នឹងក៏ស្រាប់តែមានអារម្មណ៍ថាដូចជាលេលើដូចគាត់អត់សូវដឹងអីសោះនៅពេលដែលនិយាយជាមួយគាត់ក៏រកអីតបអត់បានហើយបន្ទាប់មកទៀតពេទ្យម្នាក់ហ្នឹងក៏បានដួលសន្លប់ទៅចឹង Julie គាត់ឆ្ងល់មែនតើថាម៉េចបានពេទ្យហ្នឹងនៅសុកដួលសន្លប់ប៉ុន្តែដោយសារតែគាត់មានតួនាទីត្រូវជួយ Glory ចឹងគាត់ក៏បញ្ញាប់ងាកទៅជួយ Glory បន្តទៀតប៉ុន្តែភ្លាមនោះគាត់ក៏ដូចជាមានអារម្មណ៍ថាគាត់ងងឹតមុខដែរហើយគាត់ដូចជាចង់សន្លប់ចឹងគាត់គឺបញ្ញាប់ស្ទុះស្ទាចេញពីបន្ទប់នឹងភ្លាមហើយនៅពេលដែលឃើញគាត់ស្ទុះស្ទាចេញតែក្រៅអញ្ចឹងអ្នកដែលនៅខាងក្រៅហ្នឹងក៏ចូលមកសួរ Julie ថាមានរឿងអីមែនមិនបានមានអារម្មណ៍ថាដូចចម្លែកខ្លាំងម៉េចចឹងនៅពេលនោះ Julie គាត់ចង់ឆ្លើយតបដែរប៉ុន្តែគាត់ស្រាប់តែនិយាយអីលេងចេញតែម្ដងហើយបន្តមកទៀត Julie គាត់ក៏បានដួលសន្លប់ម្នាក់ទៀតទៅហើយបើយើងវិលមកមើលពីស្ថានភាពនៅក្នុងបន្ទប់វិញគឺគ្រូពេទ្យគឺចាប់ផ្ដើមដួលសន្លប់ម្នាក់ម្ដងហើយគេអត់ដឹងថាមកពីមូលហេតុអីទេប៉ុន្តែគេគាត់តែដឹងថាគ្រូពេទ្យផ្សេងទៀតហ្នឹងគឺគាត់ឃើញគ្នាគាត់សន្លប់គឺគាត់ចង់ទៅជួយដែរប៉ុន្តែនៅពេលដែលគាត់ចូលទៅដល់គឺគាត់សន្លប់ដូចគ្នាហើយដោយសារតែឃើញរឿងហេតុបែបហ្នឹងហើយទើបគេចាប់ផ្ដើមប្រកាសអាសន្នដោយឲ្យអ្នកជំងឺផ្សេងទៀតនិងគ្រូពេទ្យដែលបានជាប់ពាក់ព័ន្ធហ្នឹងគឺឆាប់ចេញពីមន្ទីរពេទ្យភ្លាមហើយមន្ទីរពេទ្យនេះគឺមានឈ្មោះថា Riverside Hospital ហើយអ្នកដែលត្រូវបានគេជម្លៀសចេញគឺមានតែ Glory ហើយនិងក្រុមគ្រូពេទ្យដែលបានជួយដល់ Glory ប៉ុណ្ណោះហើយដោយសារតែស្ថានភាពរបស់ Glory គឺធ្ងន់ធ្ងរមែនទែន35នាទីក្រោយពីគាត់បានទៅដល់មន្ទីរពេទ្យហ្នឹងគាត់ក៏បានដាច់ខ្យល់ស្លាប់ទៅហើយដោយសារតែគ្រប់គ្នាគឺមានអារម្មណ៍ថាអស់ចិត្តមែនទែននឹងរឿងហេតុហ្នឹងទៅក្រុមប៉ូលីសហើយនិងរដ្ឋាភិបាលបាននាំគ្នាពួតដៃគ្នាមែនទែននៅក្នុងការស្រាវជ្រាវរឿងហ្នឹងចឹងជាដំបូងគឺគេទៅស្រាវជ្រាវនៅមន្ទីរពេទ្យមុនដោយសារតែគេចង់ដឹងថាតើមន្ទីរពេទ្យហ្នឹងគឺមានឧស្ម័នពុលឬអត់ការដែលពួកគាត់សន្លប់បែបហ្នឹងគឺអាចមកពីឧស្ម័នពុលក៏ថាបានដែរចឹងនៅពេលនោះគេក៏បានរកឃើញដែរថាការពិតទឹកនៅក្នុងមន្ទីរពេទ្យហ្នឹងគឺអត់ល្អទេហើយគេក៏បានរកឃើញឧស្ម័នមួយចំនួនដែលចាត់ទុកថាជាឧស្ម័នដែលអាចបង្កឲ្យមានបញ្ហាគាត់ថាឧស្ម័នហើយនឹងទឹកពុលហ្នឹងគឺអត់អាចបកស្រាយពីហេតុផលដែលធ្វើឲ្យគ្រូពេទ្យហ្នឹងសន្លប់ទេហើយដែលសំខាន់ទៀតគឺខាងមន្ទីរពេទ្យបានបដិសេធដោយនិយាយថាណូខ្ញុំអត់មានជាប់ពាក់ព័ន្ធទេខ្ញុំឲ្យគេមកពិនិត្យរាល់ខែហើយមន្ទីរពេទ្យខ្ញុំគឺអត់មានបញ្ហាអីទាំងអស់ហើយដោយសារតែហេតុនេះហើយទៅការប្រឹងផ្ដាល់ជាមួយនឹងខាងមន្ទីរពេទ្យគឺអត់រលូនទេហើយបើយើងវិលមកមើលពីក្រុមគ្រូពេទ្យដែលជាប់ពាក់ព័ន្ធជាមួយនឹងការព្យាបាលរបស់ Glory វិញចង់បញ្ជាក់ថាក្រុមគ្រូពេទ្យដែលបានរងឥទ្ធិពលពីការដួលសន្លប់នេះគឺមានចំនួនដល់ទៅ23នាក់នៅក្នុងនោះគឺមានដុកទ័រ Julie ដែលធ្ងន់ធ្ងរជាងគេគ្រូពេទ្យផ្សេងទៀតបន្ទាប់ពីត្រូវបានជួយសង្គ្រោះហើយនឹងគាត់ក៏ចាប់ផ្ដើមមានអាការៈធូរស្រាលជាលំដាប់ប៉ុន្តែករណីរបស់ Julie គឺអត់ដូចគ្នាទេគាត់ដកដង្ហើមអត់ចេញមានអារម្មណ៍ថាតឹងថប់នៅត្រង់ដើមទ្រូងជាពិសេសឆ្អឹងរបស់គាត់គឺហាក់ដូចជាលេងចង់ដំណើរការរហូតធ្វើឲ្យគាត់ហ្នឹងគឺត្រូវជិះលើរទេះរុញហើយដែលសំខាន់ទៀតនៅពេលដែលគេបានបូមឈាមរបស់ Julie គេក៏បានរកឃើញថានៅក្នុងឈាមរបស់គាត់ក៏មានកម្ទេចគ្រីស្តាល់ពណ៌សដូចជាក្នុងឈាមរបស់ Glory ដែរហើយចឹងនៅពេលនោះដោយសារតែមតិរបស់មហាជននឹងគឺចាប់អារម្មណ៍លើរឿងហ្នឹងមែនទែនគេក៏ចាប់ផ្ដើមធ្វើការស៊ើបអង្កេតដោយធ្វើការពិនិត្យលើសាកសពរបស់ Glory ជាមុនសិនហើយគេក៏បានរកឃើញថា Glory គឺគាត់ស្លាប់ដោយធម្មតាស្លាប់ដោយធម្មជាតិរបស់គាត់ដោយសារតែគាត់មានជំងឺមហារីកហើយការដែលគាត់ស្លាប់ហ្នឹងគឺអត់ពាក់ព័ន្ធជាមួយនឹងឧស្ម័នពុលអីទាំងអស់ចឹងមូលហេតុអីបានជាធ្វើឲ្យគ្រូពេទ្យនាំគ្នាសន្លប់បែបហ្នឹងហ
ហើយនៅពេលនោះគឺរដ្ឋាភិបាលរោចម្លើយអត់បានទេហើយនៅទីបំផុតបន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងតឹងសរសៃកមកខាងរដ្ឋាភិបាលនឹងក៏បានចេញមកនិយាយថាការពិតទៅក្រុមគ្រូពេទ្យដែលបានដួលសន្លប់នឹងគឺគាត់អត់បានត្រូវឧស្ម័នពុលអីទេប៉ុន្តែគេហៅថាជំងឺឈឺតាមគ្នាបែបថាម្នាក់ទៀតនឹងឃើញម្នាក់នឹងសន្លប់ចឹងគាត់ក៏មានអារម្មណ៍ថាអូសន្លប់ដែរលើហើយនៅពេលដែលគាត់គិតអញ្ចឹងយូរទៅគាត់ក៏បង្ខំឲ្យខ្លួនឯងនឹងសន្លប់ទៅប៉ុន្តែចម្លើយនេះគឺដូចជាចម្លើយកូនក្មេងបៀមដៃដោយសារតែមហាជនគឺអត់ទទួលស្គាល់ហើយក៏មិនដល់ថ្នាក់មានក្រុមគ្រូពេទ្យឯណាសុខចិត្តទៅសម្ដែងធ្វើជាខ្លួនឯងឈឺដល់ថ្នាក់នឹងដែរទៅធ្វើឲ្យមន្ទីរស្រាវជ្រាវមួយដែលនៅក្រៅរដ្ឋកាលីហ្វ័រញ៉ានឹងលុកដៃចូលទៅក្នុងរឿងនឹងទៀតហើយមន្ទីរស្រាវជ្រាវនេះគឺគាត់បានឲ្យចម្លើយមួយដែលធ្វើឲ្យគ្រប់គ្នានឹងមានអារម្មណ៍ថាជាចម្លើយប្រចាំប្រវត្តិសាស្ត្រតែម្ដងយោងទៅតាមការបកស្រាយរបស់មន្ទីរស្រាវជ្រាវហ្នឹងគាត់ក៏បាននិយាយថាការពិតទៅ Gloria មុននឹងគាត់បានមកកាន់មន្ទីរពេទ្យហ្នឹងគាត់ក៏បានប្រើប្រាស់ថ្នាំមួយចំនួនដែលជាថ្នាំបំបាត់ការឈឺចាប់ដោយសារតែគាត់គឺជាអ្នកជំងឺមហារីកពេលគាត់ត្រឡប់ទៅផ្ទះវិញគាត់បានព្យាយាមរករឿងរ៉ាវជាច្រើនទាក់ទងជាមួយនឹងជំងឺរបស់គាត់ហើយនៅពេលដែលមានការឈឺចាប់បែបហ្នឹងគាត់គឺត្រូវប្រើប្រាស់ថ្នាំដើម្បីបន្ថយការឈឺចាប់ហើយគាត់ក៏បានប្រើប្រាស់ថ្នាំមួយដែលហៅកាត់ថា DMSO ហើយចឹងថ្នាំនេះគឺឃើញថាពេញនិយមនៅក្នុងចន្លោះឆ្នាំ1960ប៉ុន្តែដោយសារតែថ្នាំនេះកាលណាដែលប្រើយូរទៅគឺធ្វើឲ្យប៉ះពាល់ដល់ភ្នែកចឹងរដ្ឋាភិបាលហ្នឹងក៏បានប្រាប់ថាឲ្យឈប់ប្រើហើយដោយសារតែគាត់ប្រើប្រាស់ថ្នាំហ្នឹងហើយទើបនៅពេលដែលគាត់បានទៅដល់មន្ទីរពេទ្យហ្នឹងយើងក៏បានធំក្លិនខ្ទឹមសចេញពីខ្លួនរបស់គាត់ដែលសំខាន់ទៀតនៅលើស្បែករបស់គាត់ហ្នឹងក៏មានខ្លាញ់ច្រើនដែរគាត់ថាថ្នាំនេះគឺមិនមែនជាមូលហេតុដែលធ្វើឲ្យក្រុមគ្រូពេទ្យសន្លប់ទេចឹងយើងវិលមកមើលពីពេលដែល Gloria គឺគាត់ត្រូវបានគេដាក់នៅលើឡានសង្គ្រោះបន្ទាន់វិញនៅពេលនោះគឺ Gloria គាត់បានដកដង្ហើមអត់ចេញទេអញ្ចឹងដើម្បីជួយដល់ Gloria គេក៏បានប្រើបំពង់អុកស៊ីសែនបញ្ចូលខ្យល់ទៅឲ្យគាត់ចង់ប្រាប់ថា Gloria គឺជាមនុស្សម្នាក់ដែលមិនមែនមានតែជំងឺមហារីកទេគាត់ក៏មានបញ្ហាតម្រងនោមទៀតហើយអញ្ចឹងថ្នាំ DMSO ហ្នឹងគឺនៅវិលនៅក្នុងខ្លួនរបស់គាត់ហើយនៅពេលដែលថ្នាំហ្នឹងគឺបានជួបជាមួយនឹងអុកស៊ីសែននៅក្នុងខ្លួនរបស់ Gloria វាក៏បង្កើតទៅជាសារជាតិគីមីថ្មីមួយទៀតហើយសារធាតុហ្នឹងគឺនៅវិលនៅក្នុងខ្លួនរបស់ Gloria ហើយបន្តមកទៀត Gloria គាត់ក៏ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យនៅពេលនោះគឺក្រុមគ្រូពេទ្យគាត់បានប្រើប្រាស់ឧបករណ៍សម្រាប់ឆក់បេះដូងដើម្បីជួយដល់ Gloria ប៉ុន្តែនៅពេលដែលជាតិអគ្គិសនីហ្នឹងគឺបានជួបជាមួយនឹងសារជាតិគីមីវាក៏បំលែងទៅជាសារជាតិគីមីថ្មីមួយទៀតដែលសារធាតុនេះគឺត្រូវបានគេស្គាល់ថាគេបានយកវាទៅប្រើប្រាស់នៅក្នុងអាវុធគីមីដែលគេប្រើប្រាស់នៅក្នុងសង្គ្រាមលោកលើកទី1ប៉ុន្តែសារធាតុមួយនេះគឺត្រូវបានចេញពីខ្លួនរបស់ Gloria នៅពេលដែលគ្រូពេទ្យគាត់បានបូមឈាមរបស់ Gloria ចេញនៅពេលនោះគឺក្រុមគ្រូពេទ្យក៏បានធំក្លិនសារធាតុថ្មីមួយដែលសារធាតុនេះគឺជាសារធាតុគីមីចុងក្រោយនៅពេលដែលវាបានចេញទៅក្នុងបរិយាកាសដែលមានសីតុណ្ហភាព16អង្សាសេវាក៏ផលិតទៅជាឧស្ម័នពុលទៅវិញចឹងដោយសារតែបែបហ្នឹងហើយទៅធ្វើឲ្យគ្រូពេទ្យហ្នឹងគាត់នាំគ្នាដួលសន្លប់ទាំងអស់ហើយអ្នកដែលមានផលប៉ះពាល់ជាងគេគឺជា Julia ហើយ Crystal ដែលយើងរកឃើញនៅក្នុងឈាមរបស់គាត់ហ្នឹងហើយគឺជាសារធាតុគីមីមួយហ្នឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមអ្នកស្រាវជ្រាវហ្នឹងគឺគាត់បានអះអាងថា Gloria គឺគាត់អត់បានស្លាប់ដោយសារតែការពុលជាមួយនឹងឧស្ម័នហ្នឹងទេគឺគាត់បានស្លាប់ដោយសារតែស្ថានភាពជំងឺរបស់គាត់ហើយបើនិយាយពី Julia វិញគឺគាត់បានប្តឹងផ្ដាល់ដែរដោយសារតែគាត់ធ្វើការវះកាត់8ដងហើយប៉ុន្តែឆ្អឹងរបស់គាត់គឺអត់ប្រសើរឡើងវិញសោះប៉ុន្តែលទ្ធផលគឺគាត់អត់ឈ្នះទេការប្តឹងផ្ដាល់ហ្នឹងគឺបានឈប់ដោយស្វ័យប្រវត្តិហើយ Julia ក៏បានសុំឈប់ហើយក៏បានទៅធ្វើការនៅមន្ទីរពេទ្យថ្មីមួយទៀតហើយទោះជារឿងរ៉ាវមួយហ្នឹងគឺធ្វើឲ្យ Julia គាត់បានបាត់បង់ច្រើនមែនទេប៉ុន្តែក៏បាននិយាយឲ្យដែរថាដោយសារតែរឿងរ៉ាវមួយហ្នឹងគឺបានបង្រៀនឲ្យគាត់ខ្លាយទៅជាគ្រូពេទ្យដែលកាន់តែល្អម្នាក់ទៀតចឹងអរគុណដែលបានជួយ control admin កុំភ្លេចជួយចុច like ចុច subscribe ហើយក៏ចូលមក comment ផងណាបាយបាយ